បាទបងប្អូននេះជា update របស់អាជ្ញាតយើង online ទេបាទយើងបាន feedback មួយចំនួនធំពីបងប្អូនដែលគាត់បានពេញណាអញ្ចឹងបងប្អូនមួយចំនួនគាត់ថាគាត់ចង់ពេញណាប៉ុន្តែគាត់ចង់ស្នើសុំឃើញឯកសារនៅមុននេះជាអ្វីដែលយើងដាក់ទៅជា template បាទគាត់អាចអានមើលខ្លឹមសារនៅក្នុងហ្នឹងណាអញ្ចឹងគាត់អានរួចហើយគាត់អាច scroll ទៅក្រោមដើម្បីបំពេញព័ត៌មានផ្ទាល់ខ្លួនរបស់គាត់បាទអ្វីដែលយើងត្រូវការនៅក្នុង form នេះជារបស់ចាំបាច់បាទ system នឹងចម្រាញ់យកព័ត៌មានហ្នឹងនឹងបញ្ចូលនៅក្នុង form ណាបាទអញ្ចឹងអ្វីដែលយើងត្រូវការដំបូងនេះជាកៅ citation ថាបងប្អូនជាប្រុសឬស្រីណាដើម្បីគេនិយាយថាទាក់ទងឲ្យត្រឹមត្រូវបាទអញ្ចឹងនៅខាងខ្ញុំអញ្ចឹងនេះគំរូដូចថាខ្ញុំជា Mr បាទយើងដាក់ឈ្មោះយើងហើយយើងដាក់តកូលហើយទៅបន្ទាប់មកយើងដាក់លេខទូរស័ព្ទក្រោយដែលយើងដាក់ email សំខាន់ណាបងប្អូនព្រោះ system វាត្រូវការហ្នឹងដើម្បីទាក់ទងជាមួយបងប្អូនដាក់ telephone រួចបានយើងដាក់អាសយដ្ឋានអញ្ចឹងអាសយដ្ឋានហ្នឹងចាំបាច់ណាស់system បើយើងវាយលេខផ្ទះនិងឈ្មោះខ្នុរនឹងមកវានឹង suggest ណាបាទព្រោះ system វានឹង cross check វានឹងមើលនៅក្នុង address របស់ United States Postal Office អញ្ចឹងវា suggest ហើយពីព្រោះខ្ញុំអញ្ចឹងខ្ញុំវាយរួចវា suggest មកហើយអញ្ចឹងខ្ញុំជ្រើសរើសអ្វីដែលក្នុង drop down ហ្នឹងណាបាទយើងរើសមួយណាជា address យើងឲ្យយើងរើសរួចអ្វីផ្សេងវាជួយ auto fill ណាបាទឧបមាថាយើង select ពី drop down នឹងរួចcity state dip ហ្នឹងវា auto refill ឲ្យយើងបណ្ដោយអញ្ចឹងវាច្បាស់លាស់បាទហើយទៅខាងក្រោមបងប្អូនជួយមើលផងខាងក្រហមសក្រោមហ្នឹងថានេះជា step ទី1ឯងទាំងអស់វាមាន2 step ណាអញ្ចឹងអ្វីដែលយើងបំពេញហ្នឹងជា step ទី1ដើម្បី system ចម្រាញ់យកព័ត៌មានបញ្ចូលក្នុង form បាទអញ្ចឹងហើយទៅក្នុងនេះមាន disclosure ថាយើងត្រូវ tick បាទថាព័ត៌មានអ្វីដែលយើងប្រមូលនេះសម្រាប់ដាក់ញត្តិនឹងដើម្បីស្នើសុំឲ្យតំណាងរាស្ត្រនិងរដ្ឋាភិបាលយើងមកជួយដោះស្រាយមកជួយឈឺឆ្អាលនិងរកវិធីដោះស្រាយបាទឲ្យយើងពីរឿងបញ្ហាអឺខ្មែរនិងថៃយើងហ្នឹងណាបាទបន្ទាប់មកបងប្អូន submit បាទ submit យើង submit ហើយនឹង load បាទ page មួយទៀតបាទ page នេះគ្រាន់តែរាយរាប់បាទដើម្បី educate បងប្អូនពី process អញ្ចឹងអ្វីដែល submit រួចហើយយើងនឹងអឺនឹងបានទទួល email មួយទៀតបាទដើម្បីចាប់ផ្ដើមដំណាក់កាលទី2អញ្ចឹង email ហ្នឹងគេនឹងផ្ញើទៅជួបបងប្អូនបើក email ហ្នឹងវាមាន document មួយនៅក្នុងហ្នឹង document ហ្នឹងបងប្អូនត្រូវបើកដើម្បីចុច sign បាទជា electronic បាទបន្ទាប់មកយើង submit ហើយ confirm បាទអញ្ចឹងបានវាចប់ដំណាក់កាលទី2ណាបាទនេះជាវីដេអូបង្ហាញធ្វើបទបង្ហាញអញ្ចឹងឥឡូវជាស្ដែងខ្ញុំនឹងបង្ហាញពី system ហ្នឹងបាទដូចខ្ញុំបាន submit ហើយខ្ញុំនឹងទៅinbox បាទ email inbox របស់ខ្ញុំណាអូខេបាទអញ្ចឹងខ្ញុំមកក្នុង email ខ្ញុំហើយនេះជា inbox បាទអញ្ចឹងនៅក្នុង inbox ហ្នឹងខាងលើបង្អស់ជា email ថ្មីដែលខ្ញុំបានទទួលអញ្ចឹងខ្ញុំនឹងបើកឲ្យបាទបើក email ហ្នឹងនៅក្នុងហ្នឹងឃើញ view document ហ្នឹងអ្វីដែលយើងត្រូវreview សិនណាមុនដែលយើងសញ្ញាបាទអញ្ចឹងemail ហ្នឹងនឹងមកពីអង្គរ resource center នេះបងប្អូនបាទបើសិនបងប្អូនរកអត់ឃើញបើសិននៅ spam អីអាច search អង្គរ resource center បាទហើយទៅបន្ទាប់មកយើងបើក email នឹងហើយយើងនឹង click បាទនឹងចុចទៅ view document ដើម្បីយើងត្រួតពិនិត្យ review បាទអ្វីដែលបងប្អូនបាន preview ពីមុនមកនេះជាឯកសារដែលយើងនឹងប្រើជាផ្លូវការអញ្ចឹងព័ត៌មានរបស់បងប្អូនពេញមក system ចម្រាញ់យកនិងបញ្ចូលនៅក្នុងឯកសារនេះបាទជាផ្លូវការអញ្ចឹងយើងនឹងចាប់ដើមខាងលើហ្នឹងយើងដាក់ start fill document ដូចយើងឲ្យអឺដាក់ adopt signature បាទនៅក្នុងប្រឡោះពណ៌លឿងមិញហ្នឹងណាបាទហើយទៅយើង click done បាទយើង done រួចហើយវា success ហើយអញ្ចឹងមានន័យថា
ដំណាក់កាលទី2នឹងចប់ហើយអញ្ចឹងក្នុងនេះយើងមានព័ត៌មាននិង signature របស់យើងបាទក្នុងឯកសារហ្នឹងណាហើយទៅយើងមានអស់ហើយយើងអាចបិទចោលហើយបាទអញ្ចឹង system នឹង finalize មានន័យថាគេនឹងផ្ញើ email មួយទៀតដើម្បី confirm ថាអ្វីចប់សុទ្ធដាច់ស្រេចហើយបាទអញ្ចឹងនៅក្នុងហ្នឹងdocument signed successfully អញ្ចឹងបងប្អូនអាច download ក៏បានអាចទៅក្នុង email ក៏បានអាច access ពេលណាក៏បានដែរជាឯកសារបងប្អូនទេបាទអ្វីដែលសំខាន់ជាងគេក្រៅពីព័ត៌មាននិងការចុះខាង signature ហ្នឹងខាងក្រោមហ្នឹងគេហៅ signature certificate ហ្នឹងសម្រាប់ confirm ថាជាផុសតាងទៅបងប្អូនសញ្ញេមេននេះជាមានខ្លាយបន្លំអីណាបងប្អូនបាទអញ្ចឹងសូមអរគុណច្រើនដល់បងប្អូនស្នេហាជាតិដែលទៅចូលរួមជួយឈឺឆ្អាលចេញមុខបាទចេញសម្លេងដើម្បីស្នើសុំរដ្ឋាភិបាលខ្មែរយើងនិងតំណាងរាស្ត្រនៅរដ្ឋាភិបាលអាមេរិកនេះណាឲ្យក៏ចូលរួមបាទរួមដោះស្រាយទោះបីបានមិនបាននេះជាអ្វីដែលយើងត្រូវធ្វើដើម្បីឲ្យបានប្រសិទ្ធភាពគ្មានអីក្រៅពីការព្យាយាមបាទបើសិនតែយើងនិយាយតែមាត់នឹងវាអត់ប្រៃអញ្ចឹងយើង take action បាទអញ្ចឹងសម្រាប់បងសូមអរគុណបងប្អូនទាំងអស់បាទចូលរួមនៅក្នុងកម្មវិធីនេះបាទសូមអរគុណ